គឺព្រះកាយរបស់ព្រះនាងតូចស្រាប់តែលេចចេញនៅពន្លឺភ្លឺ7ពណ៌ធ្វើឲ្យព្រះអង្គមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែបែបនេះហើយទើបមានពពួកអមនុស្សឬធ្មប់ព្រៃបិសាចចង់បានមួយផ្នែកនោះរបស់ព្រះនាងដើម្បីគេទទួលបានជីវិតអមតៈនក្រាបទូលគ្រាន់តែនិយាយប៉ុណ្ណេះយាយធ្មប់ប្រាយុទ្ធសិលដោយផ្លុំមន្តអាគមដាក់ព្រះនាងធ្វើឲ្យព្រះនាងសន្លប់ភ្លាមមួយរំពេញព្រះនាងសម្រាប់នៅទីនេះសិនចុះនៅថ្ងៃសិលពេញបរមីយើងនឹងខ្វេះយកថ្លើមរបស់ព្រះនាងយើងនឹងមានជីវិតអមតៈជីវិតអមតៈមានរឿងនិទានមួយបានដំណាលមកថាមានស្ដេចមួយព្រះអង្គព្រះនាមព្រះអង្គមង្គលជ័យព្រះអង្គមានព្រះអគ្គមហេសីមួយព្រះអង្គដែលមានព្រះនាមថាទេវីព្រះអង្គមង្គលជ័យនិងព្រះអគ្គមហេសីបានរៀបអភិសេកជាមួយនឹងគ្នានិងទទួលបានចំណងដៃបុត្រីមួយអង្គនៅយប់ថ្ងៃប្រសូតបុត្រីរបស់ព្រះអង្គផ្ទៃមេឃស្រាប់តែមានភ្លៀងនិងមានព្យុះខុសពីធម្មតាព្រះមហេសីប្រឹងតិចទៀតចិត្តប្រសូតហើយប្រឹងឡើងឈឺណាស់យាយម៉ប់ចិត្តប្រសូតហើយនៅយាយម៉ប់ឈឺខ្លាំងណាស់ចិត្តហើយព្រះមហេសីប្រឹងតិចទៀតអូប្រសូតហើយព្រះមហេសីប្រសូតហើយព្រះអង្គព្រះមហេសីប្រសូតហើយព្រះពរហ៎ប្រសូតហើយមែនទេព្រះពរព្រះអង្គតែយើងអាចចូលទៅតូតបុត្រយើងបានទេប្រកាសជាបានព្រះពរយាយម៉មឯណាបុត្រីយើងនេះហើយព្រះពរម្ចាស់ហុចបុត្រីយើងឲ្យយើងតូតបន្តិចមកអូហូបុត្រយើងពិតជាស្អាតណាស់យើងគិតថានឹងដាក់ពនាមឲ្យបុត្រីយើងថាសុជាតាល្អដែរទេព្រះនាមនេះពីរោះណាស់ព្រះពរព្រះអង្គបីបុត្រីដោយព្រះតីរំភើបក្រៃលែងរំពេចនោះស្រាប់តែមានហេតុការណ៍ចម្លែកបានកើតឡើងចំពោះបុត្រីរបស់ព្រះអង្គគឺព្រះកាយរបស់ព្រះនាងតូចស្រាប់តែលេចចេញនៅពន្លឺភ្លឺ7ពណ៌ធ្វើឲ្យព្រះអង្គមានការភ្ញាក់ផ្អើលជាខ្លាំងហេតុអីបានជាបុត្រីរបស់យើងមានពន្លឺ7ពណ៌បែបនេះពិតជាចម្លែកណាស់ព្រះពរខ្ញុំម្ចាស់មិនដែលបានឃើញបែបនេះពីមុនមកនោះទេព្រះអង្គតើមានរឿងអីចំពោះបុត្រីរបស់យើងទៅព្រះពរម្ចាស់មិនក៏បុត្រីចម្លែកបែបនេះសេនាព្រះកូណាថ្លៃវិសេសអញឆាប់ទៅហៅលោកពិជ័យហោរាភ្លាមមកយើងចង់ដឹងថាតើមានហេតុភេទចម្លែកអ្វីកើតឡើងចំពោះបុត្រីរបស់យើងសូមទទួលព្រះរាជបញ្ជាក្រាបទូលមើលលោកពិជ័យហោរាលោកគុនគូបន្តិចទៅមើលតើមានរឿងអ្វីកើតឡើងចំពោះបុត្រីរបស់យើងហេតុអីបានជាបុត្រីរបស់យើងប្រសូតមកមានពន្លឺ7ពណ៌បែបនេះតើមានរឿងអ្វីទៅក្រាបទូលព្រះអង្គទូលបង្គំនឹងទោះទាយនៅពេលនេះក្រាបទូលបពិតព្រះករុណាថ្លៃវិសេសជីវិតតម្កល់លើត្បូងបើតាមអ្វីដែលទូលបង្គំបានទោះទាយនោះគឺមកពីព្រះនាងតូចគឺជាអ្នកដែលមានបុណ្យបារមីខ្ពស់ណាស់ហើយពន្លឺ7ពណ៌នេះគឺបង្ហាញតែពេលថ្ងៃសិលតែប៉ុណ្ណោះជើងលេខនេះល្អណាស់ក្រាបទូលបើបែបនេះយើងបានធូរប្រតិបន្តិចក៏ប៉ុន្តែនៅពេលដែលព្រះនាងចម្រើនវ័យបាន18ព្រះវស្សាព្រះនាងអាចនឹងមានគ្រោះថ្នាក់ក្រាបទូលថាម៉េចមានគ្រោះថ្នាក់អញ្ចឹងហ៎ក្រាបទូលព្រះអង្គ
នៅពេលដែលព្រះនាងចម្រើនវ័យបាន18ព្រះវស្សានោះរាងកាយរបស់ព្រះនាងមួយផ្នែកនឹងបញ្ចេញរិន្ធដោយសារតែបែបនេះហើយទើបមានពពួកអមនុស្សឬធ្មប់ព្រាយបិសាចចង់បានមួយផ្នែកនោះរបស់ព្រះនាងដើម្បីគេទទួលបានជីវិតអមតៈនៅក្រៅផ្ទូលលោកហោរាតើនឹងមានវិធីណាដើម្បីកុំឲ្យមានរឿងនេះកើតឡើងបានទេរឿងនេះពិបាកមិនតិចហើយក្រៅផ្ទូលព្រោះបើតាមទូលបង្គំទោះទេជីវិតរបស់ព្រះនាងទាល់តែឆ្លងកាត់រឿងនេះរួចទើបទទួលបាននៅសេចក្តីសុខសាន្តពិតប្រាកដមកវិញក្រៅផ្ទូលតើឲ្យយើងត្រូវធ្វើយ៉ាងម៉េចទើបអាចខាត់បាននៅគ្រោះអាក្រក់នេះទៅទីបំផុតព្រះនាង7ពណ៌បានចាប់កំណត់លើផែនដីនេះហើយយើងនឹងចូលទៅឲ្យជិតស្និទ្ធជាមួយនឹងព្រះនាងដើម្បីឲ្យព្រះនាងទុកចិត្តដល់ពេលនោះដល់វេលាពេលណាយើងនឹងចាត់ការព្រះនាងតែម្ដងយើងនឹងមានជីវិតអមតៈយើងនឹងមានជីវិតអមតៈ7 ឆ្នាំបានកន្លងផុតទៅឈប់សិនម៉ែអំបៅឈប់សិនព្រះនាងកំជាងទៅឆ្ងាយពេកព្រះម៉ែម្ចាស់មិនអីទេកុំបារម្ភអីមេអំបៅបានហោះទៅដល់មាត់ទឹកមួយដែលនៅក្បែរនោះរំពេចនោះស្រាប់តែមេអំបៅបានហោះទៅលើផ្ទៃទឹកព្រះនាងទតឃើញបែបនេះក៏ចង់លោតចុះទៅក្នុងទឹកតាមមេអំបៅព្រះនាងរៀបនឹងឈានជើងចុះទៅក្នុងទឹកទៅហើយស្រាប់តែមានដៃមួយមកចាប់ព្រះនាងជាប់ព្រះនាងយាយជាអ្នកណាហេតុអីបានជាមានមុខមាត់គួរឲ្យខ្លាចបែបនេះកុំខ្លាចខ្ញុំម្ចាស់អីព្រះនាងខ្ញុំគឺជាអ្នកតាមជួយព្រះនាងតាមជួយខ្ញុំមិនក៏តាមជួយខ្ញុំទៅវិញព្រះនាងស្ដាប់បង្គាប់ខ្ញុំនឹងតាមមើលថែរក្សាព្រះនាងមិនឲ្យព្រះនាងមានគ្រោះថ្នាក់អ្វីឡើយតែខ្ញុំមិនដែលស្គាល់យាយទេព្រះនាងមិនស្គាល់ខ្ញុំម្ចាស់តែខ្ញុំម្ចាស់ស្គាល់ព្រះនាងហើយស្គាល់ច្បាស់ថែមទៀតផងព្រះនាងយាយតាណាបាត់ហើយព្រះនាងខ្ញុំម្ចាស់ខំទៅតាមរកព្រះនាងតាមពិនព្រះនាងនៅទីនេះសោះបងភីលៀងមិញនេះមានឃើញលោកយាយម្នាក់ដែរទេលោកយាយហើយលោកយាយណាទៅព្រះម៉ែម្ចាស់ខ្ញុំម្ចាស់មិនបានឃើញទេព្រះម៉ែមិនអីទេអញ្ចឹងតើពួកយើងត្រឡប់ទៅវិញទៅព្រះម៉ែព្រះនាងព្រះនាងអ្នកណាហៅខ្ញុំអញ្ចេះគឺលោកយាយតាមិនបានជាលោកយាយអាចចូលមកបានគឺខ្ញុំមកតាមធម្មតាទេព្រះនាងខ្ញុំមកនេះព្រោះតែចង់មកនាំព្រះនាងទៅទតសัตว์អំពិលអំពែកពេលរាត្រីតើព្រះនាងអាចយាងទៅបានទេសัตว์អំពិលអំពែកខ្ញុំពិតជាចង់ទតណាស់លោកយាយបើអញ្ចឹងតោះពួកយើងទៅលេងទៅតាអំពិលអំពែកច្រើនណាស់លោកយាយព្រះនាងទតមើលណែចូលចិត្តទេពិតជាស្អាតណាស់លោកយាយព្រះនាងកំពុងតែលេងសប្បាយជាមួយនឹងអំពិលអំពែកស្រាប់តែយាយធ្មប់ក៏រលាយបាត់ពីមុខព្រះនាងតែម្ដងធ្វើឲ្យព្រះនាងស្រែកហៅយាយធ្មប់ស្រែករហូតដល់ព្រះនាងតើនពីដំណេកលោកយាយតាណាបាត់ហើយលោកយាយហើយតាមពិតយល់សັບសោះចាប់តាំងពីថ្ងៃនោះមកយាយធ្មប់
តែងតែទៅលេងជាមួយនឹងព្រះនាងធ្វើឲ្យព្រះនាងមានអារម្មណ៍ថាយាយធ្មប់ចិត្តល្អដែលមកលេងជាមួយនឹងព្រះនាងរាល់ថ្ងៃប៉ុន្តែយាយធ្មប់គាត់មិនដែលឲ្យនរណាម្នាក់បានដឹងនិងបានឃើញយាយធ្មប់មកលេងជាមួយនឹងព្រះនាងឡើយលុះព្រះនាងចម្រើនវ័យបាន18ព្រះវស្សាព្រះនាងសុជាតាមានសម្រស់ស្រស់ស្អាតណាស់អ្នកណាក៏សរសើរមិនដាច់ពីមាត់ឡើយថ្ងៃនេះគឺជាថ្ងៃសិលប្រកាយព្រះនាងបញ្ចេញពន្លឺស្អាតណាស់ព្រះម៉ែម្ចាស់មិនឲ្យបងពេលលៀងខ្ញុំដូចជាឆ្ងល់ខ្លាំងណាស់ហេតុអីបានជារាងកាយខ្ញុំបញ្ចេញពន្លឺបែបនេះនៅពេលដែលព្រះនាងប្រសូតព្រះអង្គបានឲ្យលោកពិជ័យហោរាទស្សទាយហើយលោកពិជ័យហោរាបានមើលឃើញថាព្រះនាងគឺជាអ្នកមានបុណ្យបារមីមកចាប់កំណើតទើបបានជាមានពន្លឺ7ពណ៌លេចធ្លោឡើងលើព្រះកាយព្រះនាងជារៀងរាល់ថ្ងៃសិលដូច្នេះយ៉ាងមិនទៅហើយបុត្រីមេដាព្រះមេដាបាត់សុំក្រោយថ្វាយបង្គំព្រះម៉ែម្ចាស់ល្អហើយបុត្រមើលចុះបុត្រីមេដាពិតជាស្អាតខ្លាំងណាស់មើលជ្រុងណាក៏ឃើញស្អាតដែរខ្ញុំម្ចាស់ស្អាតបែបនេះគឺកាត់ទៅរកព្រះមេដានឹងហើយព្រះម៉ែម្ចាស់ប្រសពមានសវណ្ណីលេងសើចជាមួយមេដាណាបុត្រីក្រោយពីព្រះនាងចម្រើនវ័យបាន18ព្រះវស្សាយាយធ្មប់សប្បាយចិត្តណាស់ព្រោះអ្វីដែលខ្លួនបានទន្ទឹងរង់ចាំបានមកដល់ពេលហើយដល់ពេលដែលយើងត្រូវបង្ហាញពីអត្តចរិតមេធ្មប់របស់យើងបានរងចាំពេលវេលានេះអស់18ឆ្នាំមកហើយដើម្បីយកថ្លើមព្រះនាងព្រះនាងសុជាតាថ្លើមរបស់ព្រះនាងត្រូវតែសម្រាប់យើងតែម្នាក់គត់យើងនឹងមានជីវិតអមតៈមិនចេះចាស់មិនចេះស្លាប់ហើយហេតុអីថ្ងៃនេះមិនក៏មិនឃើញលោកយាយមកលេងជាមួយខ្ញុំអញ្ចឹងតើមានរឿងអីទៅដឹងព្រះនាងចេះតែនៅមិនសុខក្នុងព្រះទ័យឡើយម្ដងយាងទៅនេះម្ដងយាងទៅនោះស្រាប់តែមួយសន្ទុះក្រោយមកយាយធ្មប់ក៏បង្ហាញខ្លួននៅនឹងមុខព្រះនាងឃើញហើយក៏សប្បាយព្រះទ័យជាខ្លាំងព្រះនាងសុជាតាយាយមកហើយមែនទេខ្ញុំចាំផ្លូវលោកយាយយូរណាស់តែមិនឃើញលោកយាយមកខ្ញុំខ្លាចតែលោកយាយមានបញ្ហាអីខ្ញុំមិននឹងអាចមានបញ្ហាអីនោះបើពេលនេះខ្ញុំនៅមិនទាន់អីតែលោកយាយគឺនៅមិនទាន់បានសម្រេចបំណងផងតែលោកយាយមានបំណងអ្វីទៅខ្ញុំអាចជួយលោកយាយបានទេព្រះនាងជួយបានហើយក៏មានតែព្រះនាងតែម្នាក់គត់ដែលអាចជួយដល់ខ្ញុំបានពិតមែនទេតែខ្ញុំអាចជួយអ្វីបានទៅលោកយាយឆាប់និយាយមកចុះខ្ញុំនឹងជួយដល់លោកយាយព្រះនាងពិតជាចង់ជួយខ្ញុំម្ចាស់ណាស់មែនទេព្រះនាងមែនហើយលោកយាយឆាប់និយាយមកចុះគឺគ្រាន់តែនិយាយប៉ុណ្ណេះយាយធ្មប់ប្រាយុទ្ធសិលដោយផ្លុំមន្តអាគមដាក់ព្រះនាងធ្វើឲ្យព្រះនាងសន្លប់ភ្លាមមួយរំពេញចង់ជួយណាស់មែនទេយើងនឹងបំពេញបំណងព្រះនាងយាយធ្មប់កំណាចបាននាំយកព្រះនាងហោះឆ្ពោះទៅកាន់ខ្ទមរបស់ខ្លួនហើយក៏ដាក់ឲ្យព្រះនាងសម្រាកនៅលើគ្រែព្រះនាងសម្រាកនៅទីនេះសិនចុះនៅថ្ងៃសិលពេញបរមីយើងនឹងខ្វេះយកថ្លើមរបស់ព្រះនាងយើងនឹងមានជីវិតអមតៈថ្លែងពីព្រះអង្គមង្គលជ័យនឹងព្រះមហេសីទេវីឯនេះវិញក្រោយទទួលដំណឹងថាបាត់បុត្រីក៏មានការភិតភ័យខ្លាំងណាស់ព្រោះការបាត់ព្រះកាយរបស់ព្រះនាងគ្មាននរណាម្នាក់
ដែលនៅក្នុងព្រះរាជវាំងបានដឹងនោះឡើយនៅសុកសុកហេតុអីបានជាបុត្រីសុជាតារបស់យើងបាត់ព្រះកាយយ៉ាងនេះតើបុត្រីរបស់យើងនឹងមានរឿងអ្វីទៅ ព្រះអង្គខ្ញុំម្ចាស់ពិតជាបារម្ភខ្លាំងណាស់ព្រះពរម្ចាស់តាំងពីតូចដល់ធំបាត់មិនដែលយាងចេញទៅណាមកណាបាត់ដំណឹងឆឹងបែបនេះទេ ឬក៏ដូចលោកពិជ័យហោរាបានទស្សន៍ទាយថានៅពេលបុត្រីយើងចម្រើនវ័យបាន18ព្រះវស្សានឹងមានពួកអមនុស្សធ្មប់ព្រាយបិសាចវាចង់បានផ្នែកណាមួយនៃព្រះកាយបុត្ររបស់យើង ព្រះអង្គតែយើងគិតធ្វើយ៉ាងម៉េចទៅបុត្រីមេដាសូមឲ្យបុត្រក៏មានរឿងអ្វីកើតឡើងឲ្យសោះណាបុត្រណា យើងនឹងឲ្យលោកពិជ័យហោរាមកទស្សន៍ទាយពីការបាត់ព្រះកាយរបស់បុត្រីរបស់យើងលោកពិជ័យហោរាពេលនេះបុត្រីរបស់យើងបានបាត់ព្រះកាយយើងខ្លាចថាវាដូចទៅនឹងការទស្សន៍ទាយរបស់លោកពេលដែលបុត្រីរបស់យើងទើបនឹងប្រសូតនោះបពិតព្រះអង្គបើតាមជើងលេខរឿងនេះគឺពិតជាបែបនេះហើយក្រាបទូលតាមជើងលេខប្រាប់មកថាមានស្រីធ្មប់កំណាចម្នាក់បានចាប់យកព្រះនាងទៅហើយធ្មប់នោះបានតាមព្រះនាងតាំងតែពីព្រះនាងនៅតូចម្លេះក្រាបទូលហាបើអញ្ចឹងតើត្រូវធ្វើយ៉ាងម៉េចទៅលោកតាហោរា បុត្រីមេដា ក្រាបទូលព្រះអង្គនិងព្រះមហេសីសូមព្រះអង្គនិងព្រះមហេសីកុំទាន់ព្រួយប្រតិអីក្រាបទូលថ្វីត្បិតតែព្រះនាងត្រូវស្រីធ្មប់នោះចាប់យកទៅមែនក៏ប៉ុន្តែអំណាចនៃបុណ្យបារមីរបស់នាងធ្មប់នោះមិនអាចធ្វើអ្វីបានទេក្រាបទូល តើពិតដែរទេលោកហោរា ពិតណាស់ក្រាបទូល សូមឲ្យដូចលោកហោរាទូទាយផងទៅចុះ រំលងបានប៉ុន្មានថ្ងៃក្រោយមកថ្ងៃសិលក៏មកដល់រាងកាយរបស់ព្រះនាងក៏បញ្ចេញពន្លឺ7ពណ៌យ៉ាងស្រស់ស្អាតយាយធ្មប់ពេលនេះបានឃើញពន្លឺ7ពណ៌ចេញពីព្រះកាយរបស់ព្រះនាងក៏នឹកសប្បាយចិត្តណាស់ព្រោះតែគិតថាដល់ថ្ងៃដែលអាចយកថ្លើមរបស់ព្រះនាងបានហើយ ដល់ពេលហើយដល់ពេលដែលយើងអាចយកថ្លើមព្រះនាងសុជាតាបានហើយ ខ្ញុំនៅទីណាចេះមិនបានជាខ្ញុំមិននៅទីនេះទៅវិញពេលនេះព្រះនាងនៅក្នុងខ្ទមរបស់ខ្ញុំលោកយាយមានរឿងអីកើតឡើងទៅមិនបានជាខ្ញុំមិននៅទីនេះទៅវិញគឺខ្ញុំម្ចាស់ជាអ្នកនាំព្រះនាងមកទីនេះព្រះមេហេតុអីបានជានាំខ្ញុំមកទីនេះលោកយាយពីព្រោះតែខ្ញុំចង់ឲ្យព្រះនាងជួយខ្ញុំនោះអីតើខ្ញុំអាចជួយអ្វីបានតើលោកយាយនិយាយមកចុះគឺព្រះនាងគ្រាន់តែបូជាថ្លើមរបស់ព្រះនាងមកឲ្យខ្ញុំម្ចាស់មកព្រះមេពេលដែលខ្ញុំម្ចាស់បានលេបថ្លើមរបស់ព្រះនាងហើយខ្ញុំម្ចាស់នឹងមានជីវិតអមតៈហាអត់ទេលោកយាយមិនអាចទេពេលនេះហួសពេលហើយព្រោះព្រះនាងបានធ្លាក់ក្នុងកណ្ដាប់ដៃរបស់ខ្ញុំម្ចាស់ហើយអត់ទេមិនអាចទេអើយ កុំរត់យាយធ្មប់កំណាចពេលឃើញព្រះនាងបំរុងនឹងរត់ចេញបែបនេះក៏ហោះទៅស្ទាក់ពីមុខ យាយសូមយាយទុកជីវិតឲ្យខ្ញុំផងទៅខ្ញុំសូមវល់យាយ អត់ប្រយោជន៍ឡើយ យាយធ្មប់បានបង្ហាញក្រចកដៃវែងយ៉ាងមុតស្រួចបំណងចង់ខ្វេះយកថ្លើមរបស់ព្រះនាងប៉ុន្តែ
ពេលដែលប៉ះចំព្រះកាយរបស់ព្រះនាងដៃរបស់យាយធ្មប់ក៏ចាប់ផ្ដើមក្តៅភ្លាមមួយរំពេញ អូយ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 ក្តៅណាស់ហេតុអីបានជាយើងមិនអាចប៉ះពាល់ព្រះកាយរបស់ព្រះនាងបានអូយអូយតែមានរឿងអីទៅមិនក៏ទៅជាបែបនេះ ឆ្លៀតពេលដែលយាយធ្មប់កំពុងតែឈឺដៃនោះព្រះនាងក៏ព្យាយាមរត់ចេញពីខ្ទមរបស់យាយធ្មប់នោះ ជួយផងមានអ្នកនៅជិតនេះទេជួយខ្ញុំផង យាយធ្មប់មិនព្រមប្រឡែងព្រះនាងឡើយវាបានហោះតាមពីក្រោយព្រះនាងធ្វើឲ្យព្រះនាងផិតភ័យជាខ្លាំងរហូតជំពប់ជើងដួលយាយធ្មប់ហោះមកឈរនៅពីមុខព្រះនាង ព្រះនាងកុំព្យាយាមរត់គេចអីយ៉ាងណាយើងត្រូវតែយកថ្លើមរបស់ព្រះនាងឲ្យទាល់តែបានអត់ទេកុំអីកុំ ម្ដងនេះយាយធ្មប់មិនប្រើដៃទៅប៉ះនឹងព្រះកាយរបស់ព្រះនាងដោយផ្ទាល់ឡើយប៉ុន្តែយាយធ្មប់បានប្រើយុទ្ធសាស្ត្រដើម្បីស្រូបទាញយកថ្លើមរបស់ព្រះនាង ថ្ងៃនេះយើងត្រូវតែយកថ្លើមព្រះនាង នៅពេលដែលព្រះនាងយកព្រះហស្ថទៅរងនឹងយុទ្ធសិលរបស់យាយធ្មប់ស្រាប់តែមានពន្លឺអ្វីម្យ៉ាងហោះទៅបុកនឹងយុទ្ធសិលរបស់យាយធ្មប់ធ្វើឲ្យយុទ្ធសិលយាយធ្មប់ហោះបញ្ច្រាស់ទៅបុកយាយធ្មប់ដោយខ្លួនឯង អូយហេតុអីក៏បែបនេះអូមិនកណែសុកយើងស្រាប់តែមានចិត្តសាស្ត្របែបនេះតែយើងពិតជាមានចិត្តសាស្ត្រពិតមែនទេបែបនេះមែនសូមឲ្យយើងអាចហោះត្រឡប់ទៅរាជវាំងវិញបានផងចុះ គ្រាន់តែព្រះនាងមានសវណ្ណីចំរាងកាយរបស់ព្រះនាងក៏ហោះឡើងទៅលើនិងសំដៅទៅកាន់ព្រះរាជវាំង ទីនេះគឺនៅក្នុងរាជវាំងតាទីបំផុតយើងបានមកដល់រាជវាំងហើយយើងត្រូវប្រញាប់ចូលទៅគាល់ព្រះបិតានិងព្រះមេដាសិនព្រះអង្គមកដល់ថ្ងៃនេះទៅហើយនៅមិនទាន់ឃើញបុត្រីរបស់យើងវិលត្រឡប់មករាជវាំងវិញនៅឡើយទេតើបុត្រីរបស់យើងមានរឿងអ្វីកើតឡើងទេដឹងព្រះអង្គ កុំព្រះកន្សែងអីម្ចាស់អូនបុត្រីរបស់យើងច្បាស់ជាគ្មានរឿងអ្វីកើតឡើងទេ ព្រះមេដាព្រះបិតាបុត្រមេដាបុត្រត្រឡប់មកវិញហើយមែនទេបុត្រត្រីមេដា សុជាតាបុត្រនេះពិតជាបុត្រមែនទេ ព្រះពរព្រះបិតាព្រះមេដានេះពិតជាបុត្រពិតមែនណាព្រះពរបុត្រពិតជាសប្បាយប្រទៃខ្លាំងណាស់ដែលបានវិលត្រឡប់មកដល់ព្រះរាជវាំងវិញព្រះម៉ែម្ចាស់ព្រះពរម្ចាស់ បុត្រីតើបុត្រមានរឿងអ្វីទៅបុត្រអាចទូលព្រះបិតានិងមាតាបានទេបុណ្យព្រះនាងសុជាតាក៏រៀបរាប់ពីដំណើរដើមតងតាំងពីព្រះនាងនៅពីតូចរហូតមកដល់ថ្ងៃដែលយាយធ្មប់នោះចាប់យកព្រះនាងទៅនិងរឿងដែលព្រះនាងមានយុទ្ធសាស្ត្រអាចតតាំងជាមួយនឹងយាយធ្មប់កំណាចនោះព្រះអង្គនិងព្រះមហេសីមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានដឹងពីរឿងនេះ បុត្រីមេដាបុត្រីគឺពិតជាមានបុណ្យបារមីមកចាប់កំណើតពិតមែនណាបុត្រ សុជាតាបុណ្យបិតាស្ដាប់បុត្ររៀបរាប់ហើយស្ទើរតែមិនគួរឲ្យជឿសោះហើយថារឿងនេះពិតជាអាចកើតឡើងទៅលើបុត្រីមែននោះ ព្រះមេដាព្រះបិតាតែយ៉ាងណាបុត្រយល់ថាយាយធ្មប់នោះគឺមិនព្រមបញ្ចប់ត្រឹមនេះឡើយព្រះពរម្ចាស់បើអញ្ចឹងយើងធ្វើយ៉ាងម៉េចទៅបុត្រសូមព្រះមេដានិងព្រះបិតាកុំព្រួយប្រទៃអីព្រះពរយ៉ាងណាពេលនេះខ្ញុំម្ចាស់ក៏មានចិត្តសើដែរព្រះពរខ្ញុំម្ចាស់នឹងតស៊ូជាមួយយាយធ្មប់នោះ យ៉ាងណាត្រូវតែប្រយ័ត្នប្រកាយផងណាបុណ្យ ព្រះពរព្រះបិតា រំលងរយៈពេលមួយសប្តាហ៍
យាយធ្មប់ក៏បានព្យាបាលរបួសជាសះស្បើយយ៉ាងណាយាយធ្មប់នោះនៅតែមិនព្រមបោះបង់នៅមហិច្ឆតាចង់បានថ្លើមព្រះនាងនោះឡើយពេលនេះរបួសរបស់យើងបានជាសះស្បើយទៅហើយយើងមិនអាចធ្វើអ្វីព្រះនាងបានតែយើងក៏មិនអាចធ្វើបាបអ្នកនៅជុំវិញខ្លួនព្រះនាងបានដែរដល់ពេលនោះចង់ឬមិនចង់ព្រះនាងត្រូវតែបូជាជីវិត ពេលរាត្រីក៏បានមកដល់ព្រះអង្គនិងព្រះមហេសីកំពុងតែផ្ទុំនៅក្នុងព្រះរាជដំណាក់ស្រាប់តែយាយធ្មប់បង្ហាញខ្លួនព្រះអង្គព្រះមហេសីតើនឡើង ហ៎អញជានរណា តើឯងជាអ្នកណាហេតុអីក៏អាចចូលមកទីនេះបានយើងជាអ្នកណាមិនសំខាន់ឡើយសំខាន់ពេលនេះយើងត្រូវតែយកពួកឯងទៅជាមួយនឹងយើងដើម្បីដោះដូរថ្លើមរបស់ព្រះនាងទៅជាមួយយើងភ្លាមទៅយាយធ្មប់បានប្រើយុទ្ធសាស្ត្រធ្វើឲ្យព្រះអង្គនិងព្រះមហេសីសន្លប់ដើម្បីយកព្រះកាយរបស់ទ្រង់ចេញទៅរីឯព្រះនាងសុជាតាឯនោះវិញគ្រាន់តែយាយធ្មប់ចាប់យកព្រះបិតានិងព្រះមាតាភ្លាមស្រាប់តែមានអារម្មណ៍ដឹងភ្លាមមួយរំពេញក៏ងើបស្ទុះឡើងយ៉ាងប្រញាំព្រះបិតាព្រះមាតាមានរឿងអីចេះហើយព្រះបិតាព្រះមាតាអើយវិវោហើយយាយធ្មប់នោះច្បាស់ជាមកចាប់យកព្រះបិតានិងព្រះមាតាទៅជាមួយមិនខានទេព្រះនាងក៏ប្រើយុទ្ធសាស្ត្រហោះទៅតាមព្រះបិតានិងព្រះមាតាពេលមកដល់ខ្ទមយាយធ្មប់បានឲ្យព្រះអង្គនិងព្រះមហេសីសោយទឹកដែលមានដាក់ថ្នាំបំពុលនៅក្នុងនោះដើម្បីជាការដោះដូរនឹងថ្លើមរបស់ព្រះនាងព្រះអង្គនិងព្រះមហេសីឆាប់សោយទឹកនេះភ្លាមទៅតើនេះជាទឹកអីយើងមិនសោយទេយាយធ្មប់យើងមិនព្រមសោយឡើយមិនព្រមសោយមែនទេល្អបើអញ្ចឹងមានតែវិធីបង្ខំហើយយាយធ្មប់បានប្រើយុទ្ធសាស្ត្រឲ្យព្រះអង្គនិងព្រះមហេសីបើកមាត់រួចបញ្ជាឲ្យផ្តិលទឹកនោះហោះទៅចាក់ទឹកចូលទៅក្នុងមាត់របស់ព្រះអង្គនិងព្រះមហេសីយាយធ្មប់ឯនេះអាក្រក់ណាស់យាយធ្មប់ទឹកនេះជាទឹកអ្វីទៅនេះគឺជាទឹកដែលមានថ្នាំពុលនៅក្នុងនោះបើសិនជាព្រះនាងជួយមិនទាន់ពេលវេលាទេព្រះអង្គនិងព្រះមហេសីនឹងត្រូវសុគតជាមិនខានភ្លាមនោះព្រះនាងសុជាតាក៏យាងមកដល់ឆាប់ភ្លាមយាយធ្មប់ឆាប់ដោះលែងបិតានិងមាតាយើងភ្លាមទៅអូទីបំផុតព្រះនាងក៏យាងមកដល់ហើយមុននេះបន្តិចយើងឲ្យព្រះអង្គនិងព្រះមហេសីសោយទឹកដែលមានថ្នាំពុលចូលទៅក្នុងពោះបាត់ទៅហើយយាយធ្មប់យាយឯងនេះពិតជាអាក្រក់ណាស់កុំទាន់ក្រោធអីព្រះនាងនៅមិនទាន់អស់វិធីជួយនៅឡើយទេឲ្យតែព្រះនាងយល់ព្រមប្រគល់ថ្លើមរបស់ព្រះនាងមកឲ្យយើងនោះយើងនឹងដោះលែងព្រះអង្គនិងព្រះមហេសីភ្លាមហើយយើងនឹងឲ្យថ្នាំបន្សាបទៅព្រះនាងសុជាតាបុត្រីកុំឲ្យវាឲ្យសោះណាបុនមែនហើយបុតមេដាសុកចិត្តសគុតក៏មិនចង់ឃើញបុតឲ្យថ្លើមតែយាយធ្មប់នេះដែរណាបុតព្រះមេដាព្រះបិតាតែបុតសុកចិត្តឲ្យតែព្រះមេដានិងព្រះបិតាបានសុខខ្ញុំម្ចាស់មិនខ្វល់អ្វីទាំងអស់ឆាប់ខ្វេះថ្លើមព្រះនាងចេញមកព្រះនាងរៀបនឹងខ្វេះយកថ្លើមរបស់ព្រះនាងចេញមកទៅហើយស្រាប់តែព្រះអង្គមានបន្ទូលថាបុត្រីបិតាបើសិនជាបុត្រព្រមឲ្យថ្លើមទៅយាយធ្មប់នេះថ្ងៃក្រោយយាយធ្មប់នេះនឹងបង្ករឿងវឹកវរកាន់តែខ្លាំងជាមិនខាន
ដល់ពេលនោះព្រះបិតានិងព្រះមាតាក៏គង់តែត្រូវសុគតក្រោមស្នាដៃរបស់យាយធ្មប់នេះដដែលទេប៉ុនបុត្រត្រូវតតាំងជាមួយនឹងវាទៅកុំឲ្យវាឈ្នះជាដាច់ខាតណាប៉ុនព្រះនាងក្រោយបានស្ដាប់ព្រះបិតាមានបន្ទូលបែបនេះក៏សម្រេចចិត្តសារជាថ្មីម្ដងទៀតមែនហើយពេលនេះយើងក៏មានចិត្តសោកដែរយើងសុខចិត្តតតាំងជាមួយនឹងឯងទៅចុះល្អបើព្រះនាងសម្រេចបែបនេះទៅហើយព្រះនាងឆាប់ចូលមកចោព្រះនាងបានប្រើយុទ្ធសាស្ត្របាញ់ទៅលើយាយធ្មប់នោះតែត្រូវយាយធ្មប់គេចចាញ់ទាន់យាយធ្មប់ក៏បានប្រើយុទ្ធសាស្ត្រដោយបាញ់ភ្លើងទៅលើព្រះនាងវិញប៉ុន្តែព្រះនាងពិតជាឆ្លាតណាស់ដោយដឹងថាទឹកអាចបង្ក្រាបភ្លើងបានព្រះនាងក៏ប្រើយុទ្ធសាស្ត្របង្កើតជាទឹកដ៏ធំរួចគ្របទៅលើភ្លើងរបស់យាយធ្មប់ធ្វើឲ្យភ្លើងនោះរលត់អស់ទៅរួចព្រះនាងក៏ប្រើយុទ្ធសាស្ត្រពន្លឺ7ពណ៌រួមជាធ្លុងមួយបាញ់ទៅរកយាយធ្មប់ធ្វើឲ្យធ្លុះបេះដូងរបស់យាយធ្មប់អូយមិនអាចទេមិនអាចទេព្រះបិតានិងព្រះមេតាចាំមិនទៅហើយសុជាតាបុត្រីបិតាបុត្រពិតជាធ្វើបានល្អណាស់បុត្រសម្រេចប្រតិបែបនេះត្រឹមត្រូវណាស់បុនបុត្រីមេតាកុំសោយព្រះកន្សែងអីបុត្រព្រះបិតាព្រះមេតាបុត្រនឹងនាំព្រះបិតានិងព្រះមេតាទៅរាជវាំងវិញដើម្បីព្យាបាលព្រះមេតានិងព្រះបិតាប្រកាសជាមិនអីទេប្រកាសជាសះស្បើយឡើងវិញមិនខានឥតប្រយោជន៍ទេបុត្របិតាសុំលាបុត្រព្រះបិតាព្រះអង្គបុត្រីមេតាក៏លីបុត្រដែរព្រះមេតាព្រះបិតាព្រះមេតានិងព្រះបិតាទៅចោលខ្ញុំម្ចាស់អស់ហើយព្រះមេតាព្រះនាងសុជាតាបានទ្រង់ព្រះកន្សែងយ៉ាងខ្លាំងធ្វើឲ្យអសុជលនេត្ររបស់ព្រះនាងរមៀលធ្លាក់ទៅលើព្រះកាយរបស់ព្រះអង្គនិងព្រះមហេសីបង្ហាញពន្លឺ7ពណ៌មិនយូរប៉ុន្មានស្រាប់តែទ្រង់ទាំងពីរអង្គក៏បានបើកព្រះនេត្រឡើងវិញបុត្រីបិតាព្រះបិតាបុត្រីព្រះមេតាព្រះបិតានិងព្រះមេតានឹងប្រកាយវិញហើយមែនទេបុត្របិតានេះបិតាមិនទាន់សុគតទេមែនទេបនព្រះអង្គពេលនេះពួកយើងនៅមិនទាន់សុគតទេព្រះអង្គព្រះមេតាព្រះបិតាបុត្រពិតជាត្រេកអរខ្លាំងណាស់ព្រះពោម្ចាស់ទីបំផុតព្រះបិតានិងព្រះមេតានឹងប្រកាយវិញហើយក្រោយពេលដែលព្រះអង្គនិងព្រះមហេសីដឹងព្រះកាយឡើងវិញទ្រង់ទាំងពីរអង្គនិងព្រះនាងសុជាតាក៏យាងចូលទៅក្នុងព្រះរាជវាំងវិញនិងរស់នៅដោយសុខសាន្តដោយគ្មាននរណាម្នាក់ហ៊ានមកអុកឡុកទៀតឡើយសូមអរគុណសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់សូមអរគុណឆោវីកូនឲ្យម៉ែសុំសម្លហូបបន្តិចមកណាកូនម៉ែចង់ហូបសម្លពីព្រោះបានទឹកសម្លហូបម៉ែនឹងខានហូបសម្លនឹងយូរហើយណាកូនឲ្យម៉ែបន្តិចមកណាម៉ែនេះហូបគ្រាន់តែកម្រាមគ្រាន់បាននឹងជាតិនោះទេណាមួយវារឹងផងហើយម៉ែអត់មានថ្មិញផងណាកូនណាហើយមិនដឹងជាស្អីតែម៉ែនេះចេះឃ្លានខុសរឹងសម្លនឹងខ្ញុំទុកសម្រាប់ទៅវត្តទេហើយចុះត្រីងៀតខ្ញុំជិនឲ្យនោះមិនក៏មិនហូបទេមករកសម្លស្អីទៀតប៉ុន្តែត្រីងៀតនឹងម៉ែលេបអត់ចូលទេ
វារឹងពេកណាមួយម៉ែឈឺថ្មិញផងហើយឥឡូវឆ្កែវាយកទៅបាត់ហើយតែម៉ែចង់ហូបសម្លនឹងយូរហើយណាកូនណាដួសឲ្យម៉ែបន្តិចមកណាកូនម៉ែឃ្លានខ្លាំងណាស់ម៉ែសុំទឹកវាតាន់បន្តិចក៏បានដែរណាកូនណាហូយថុញណាមិនដឹងជាស្អីទេកំហំមកឯងតើຕົកប្រហែសខ្លួនឯងណែនៅសាបាត់ឆ្នាំងម៉ែយកទៅហូបទេខ្ញុំទៅវត្តហើយខំធ្វើមកហូបយកទៅវត្តធ្វើបុណ្យមិនដឹងបានបុណ្យអត់ទេនេះមិនដឹងជាស្អីទេថុញណាឆាវីយ៉ាងមិនទៅហើយនឹងឬក៏រាល់ហើយនឹងមកដល់ម៉ោងលោកឆាន់ឥឡូវហើយហ្នឹងចាំតិចគ្នារៀបចំហើយតាហើយគ្នានេះយូរដែលសាតែម៉ែក្មេកគ្នាហ្នឹងមកចង់ញ៉ាំសម្លដែលគ្នាធ្វើសម្រាប់ទៅវត្តហ្នឹងបានជាយូរបន្តិចតើអញ្ចឹងហើយចៅអញមិនទុកសម្លឲ្យម៉ែក្មេកអញហូបខ្លះទេអីបានជាគាត់ទីអញ្ចឹងនោះគ្នានឹងមិនបានទុកទេប៉ុន្តែគ្នាបានជិនត្រីឲ្យគាត់ហូបដែរតែប៉ុន្តែគាត់នេះចង់ហូបសម្លយើងនេះគឺពិតជាធុញនឹងផ្គប់ចិត្តគាត់ខ្លាំងណាស់ណាហើយគាត់ចាស់តែប៉ុណ្្នឹងហើយណាហើយគាត់ចាស់តែប៉ុណ្្នឹងហើយណាហើយយើងនេះធុញដល់កំពូលហើយណាម្ដងទៀតនេះម្ដងទៀតនោះពិបាកផ្គប់ចិត្តខ្លាំងណាស់បានហើយឯងនៅនិយាយនៅនឹងហើយដល់ម៉ោងទៅវត្តហើយណាបងអូនពិតជានឹកដល់ម៉ែដល់ហើយណាមួយដូចជាមានប្រាប់ភ្នំមិនល្អសឹងខ្លាចតែម៉ែមានរឿងអីកាត់ឡើងទេណាបងអូនអញគិតច្រើនតែខ្លួនឯងម៉ែមិនអីនោះទេព្រោះអីអូនចេះមើលថែម៉ែហើយចាបងក៏សង្ឃឹមថាមិនអីទៅចឹងអូនគិតថាចង់ទៅលេងកូនតើបងគិតយ៉ាងម៉េចដែរអូនគឺចង់ទៅលេងកូនប៉ុន្តែបងនេះរវល់ការងារខ្លាំងណាស់ចាំមើលភ្ជុំធំសិនទេចាំពួកយើងទេក៏ប៉ុន្តែបងយើងខានតែមើលមួយរយៈធំហើយណាណាមួយអូនក៏នឹកម៉ែដែរហើយឡើយកាន់បន្ទានអូនគិតថាថ្ងៃសៅរ៍អាទិត្យនេះអូនចង់ទៅលេងកូនណែអូនពុកម៉ែបងស្លាប់ប្រហែលឆ្នាំហើយអូនដែរតែធ្វើបន់ដែរតែសែននៅគាត់អត់អូនឯងគិតតែខាងអូនឯងហើយចុះខាងបងវិញអូនដែរគិតអត់ណាមួយគាត់នៅមានជីវិតទេអូនវាចេះមើលថែហើយអូននៅគិតអីទៀតបងចានិយាយបែបហ្នឹងតកើតដែរដែលសារតែគាត់នៅរស់នឹងហើយបានជាយើងត្រូវតែមើលគាត់ឲ្យទិញអីជូនគាត់នោះហើយចាប់បើគាត់ស្លាប់បានពេលធ្វើបន់ឲ្យគាត់នោះនឹងបានទៅដល់គាត់ឬអត់ហើយចំណែកខាងបងវិញអូនមិនចង់និយាយដល់ទេអូនចង់ទៅខាងបងនេះប៉ុន្តែបងថារវល់នេះរវល់នោះហើយតែធ្វើអីពុកម៉ែគាត់ស្លាប់អស់ហើយគឺបងជាអ្នកនិយាយខ្លួនឯងទេអញ្ចឹងក៏បានដែរមិនអីទេទៅក៏ទៅដែរចាំប្រហែលថ្ងៃទៀតចាំទៅណារិនកូនមកពីធ្វើការវិញហើយអីកូនមកកូនញ៉ាំអីហើយនៅម៉ែមិនក៏ស្ងាត់ឈឹងអញ្ចឹងប្រពន្ធខ្ញុំទៅណាបាត់ហើយចាកូនប្រពន្ធកូនឯងទៅវត្តបាត់ហើយចុះម៉ែបានអីហូបបាយនឹងម៉ែមិនមានអីហូបទេណាកូនមានតែសម្លសល់ដែលសល់ពីឆោវីយកទៅវត្តនឹងណាកូនណាម៉ែថាម៉េចប្រពន្ធខ្ញុំយកសម្លទៅវត្តអស់ទុកតែទឹកសម្លឲ្យម៉ែហូបប៉ុន្តែខ្ញុំប្រពន្ធខ្ញុំស្លច្រើនណាស់នេះម៉ែហូបអស់ចោលថាប្រពន្ធខ្ញុំមិនទុកឲ្យហូបទៀតមែនទេអត់ទេណាកូនម៉ែអត់បានហូបទេប្រពន្ធកូនឯងដួសយកទៅវត្តអស់ហើយម៉ែហូបនេះជាមួយទឹកសម្លដែលសល់តើកូនម៉ែអត់បានកុហកនោះទេនេះម៉ែនិយាយអញ្ចឹងបានន័យថាម៉េចប្រពន្ធខ្ញុំដួសសម្លយកទៅវត្តអស់ប្រពន្ធខ្ញុំពិតជាស្លច្រើនណាស់បើម៉ែមិនហូបវាក៏មិនអស់ដែរប៉ុន្តែម៉ែអត់បានហូបមែនណាកូនឲ្យម៉ែធ្វើយ៉ាងម៉េចទើបកូនជឿម៉ែទៅម៉ែហូបជាមួយទឹកសម្លដែលសល់និងត្រីងៀតទេណាកូនម៉ែអ
អត់បានកុហកកូនទេណាកូនណានេះម៉ែអញថាប្រពន្ធខ្ញុំចិត្តដាច់ដល់ថ្នាក់ហ្នឹងចាំមើលប្រពន្ធខ្ញុំមកវិញចាំខ្ញុំស៊ូហើយម៉ែឯងចាំទៅមើលទៅដឹងគ្នាហើយណែឆោវិញយើងសួរឯងមួយមើលរាល់ថ្ងៃហ្នឹងឯងអត់ធន់ទេអីនៅជាមួយម៉ែក្មេកចាស់អញ្ចឹងហ៎ហឹមគ្នាធន់សងប់ហើយហ្នឹងយើងបានឲ្យតែគាត់ស្លាប់ឲ្យបាត់ទេឯងនិយាយអញ្ចឹងអត់ខ្លាចបាបទេអីខែបុនភ្ជុំផងហ្នឹងมันខ្លាចទេបើរាល់ថ្ងៃហ្នឹងយើងហាត់សឹងអីហើយហ្នឹងបើយើងបាននៅជាមួយប្តីយើងមិនដឹងថាស្រួលយ៉ាងម៉េចទេហាអញ្ចឹងយើងមានកំណត់មួយឯងក៏ដេញគាត់ចេញទៅឲ្យគាត់ទៅនៅជាមួយបងថ្លៃឯងទៅវាចាប់បាត់ហើយគ្រាន់តែប៉ុណ្្នឹងសោះហ្នឹងវិញអាយយ៉ូសម្លាញ់កំណត់ឯងល្អដែរតាវើយចាំគ្នាឲ្យប្តីគ្នាដេញគាត់ចេញឲ្យគាត់ទៅនៅជាមួយនឹងបងថ្លៃគ្នាហើយគ្នានេះពិតជាអរគុណហើយណាស់ដែលឯងនេះបានជួយបញ្ចេញកំណត់អាក្រក់អញ្ចឹងគ្នាគ្រាន់តែផ្ដោតកំណត់ឲ្យឯងនឹងស្រួលតាំងគ្នាទៅសិនហើយណាស់ជូនពរឲ្យបានសម្រេចណាមិនប្រពន្ធខ្ញុំមកហើយណាម៉ែចាំខ្ញុំសួរឲ្យដឹងរឿងណាម៉ែបងអូនមកពីវត្តវិញហើយណាអូនម៉ែប្រាប់ថាអូនឯងមិនទុកសម្លឲ្យគាត់ហូបទេទុកតែទឹងនិងកាក់តិចតិចហើយអូនឯងនេះដួសសម្លយកទៅវត្តអស់រឿងនេះវាយ៉ាងម៉េចបងឯងចេះតែជឿគាត់ដែរគាត់ចាស់គាត់វិញអញ្ចឹងហើយតាមពិតតែសម្លនឹងអូនដួសទុកឲ្យគាត់ពិសាដែរតែមិនបាច់ជាគាត់ថាអត់បានពិសាវិញសំបីតែត្រីងៀនក៏អូនទុកឲ្យគាត់ពិសាដែរប៉ុន្តែគាត់អត់ពិសាទេគាត់យកទៅបោះឲ្យឆ្កែស៊ីអូនពិបាកចិត្តគាត់ចិត្តម៉ែបងហ្នឹងម៉ែហើយមិនក៏ម៉ែមកចាត់ប្រពន្ធខ្ញុំអញ្ចឹងប្រពន្ធខ្ញុំខំទុកសម្លឲ្យនឹងត្រីងៀតឲ្យហូបហើយមិនបានជាម៉ែនិយាយថាអត់បានហូបម៉ែអត់បានចាត់ប្រកាន់ប្រពន្ធកូនឯងទេតាមពិតឆោវីមិនបានទុកសម្លឲ្យម៉ែមែនគេទុកត្រីងៀតឲ្យម៉ែតែត្រីងៀតវារឹងពេកណាមួយម៉ែឈឺថ្មិញផងម៉ែហូបវាមិនកើតក៏ទុកលើក្រែហើយឆ្កែវាឡើងមកយកទៅបាត់ដោយសារតែម៉ែនេះឃ្លានសម្លពេកម៉ែក៏សុំឲ្យឆោវីទុកសម្លឲ្យម៉ែប៉ុន្តែវាប្រាប់ម៉ែថាវាយកទៅវត្តកូនឯងជាកូនរបស់ម៉ែមិនមែនកូនឯងមិនដឹងថាម៉ែវង្វេងឬក៏មិនវង្វេងនោះទេម៉ែនេះខ្ញុំខំធ្វើល្អដាក់ម៉ែប៉ុណ្ណឹងហើយម៉ែនៅតែចាត់ប្រកាន់ដាក់ខ្ញុំទៀតបងខ្ញុំទ្រាំនៅជាមួយម៉ែលេងបានហើយនៅជាមួយគាត់មានតែរឿងរាល់ថ្ងៃអូនសុំតែនៅជាមួយម៉ែរបស់អូនវិញហើយណាម៉ែខ្ញុំទ្រាំនឹងម៉ែខ្លាំងណាស់រាល់ថ្ងៃនេះប្រពន្ធខ្ញុំខំយកចិត្តម៉ែណាហេតុអីក៏ម៉ែនេះមិនពេញចិត្តនឹងប្រពន្ធខ្ញុំអញ្ចឹងនៅចាត់ប្រពន្ធខ្ញុំធ្វើអាក្រក់ទៀតកូនមិនមែននៅជាមួយប្រពន្ធកូនឯងរាល់ថ្ងៃណាកូនទៅធ្វើការបាត់ឯងមិននឹងដឹងទៅថាប្រពន្ធកូនឯងនេះបានធ្វើស្អីដាក់ម៉ែខ្លះនោះហើយបងអូនឡើងនៅប្រកែកគ្នាជាមួយម៉ែបងឯងហើយគាត់ចាស់គាត់វិញអញ្ចឹងហើយអូនទៅសិនហើយបាននៅតែនិយាយទៀនមានតែឆ្លុះប្រកែកគ្នានឹងហើយម៉ែឯងរាល់ថ្ងៃនេះកាន់តែចាស់ណាស់ហើយប្រហែលជាអាចជំងឺវិញវ៉ាន់ហ្នឹងបានជាម៉ែនិយាយមិនដឹងខុសត្រូវអញ្ចឹងខ្ញុំមិនចង់និយាយជាមួយម៉ែច្រើនទេព្រោះរាល់ថ្ងៃនេះខ្ញុំពិតជាធន់ជាមួយម៉ែខ្លាំងណាស់តើខ្ញុំខុសអីទៅអោទេវតាលោកអើយមិនបានជាជាតិនេះមកត្រូវជួបរឿងបែបនេះបងអូនមានរឿងចាំពិភាក្សាជាមួយបងឯងតិចរឿងស្អីគេទៅអូន
មិនបានជានាំបងមកនិយាយឆ្ងាយបែបនេះអញ្ចឹងមិននិយាយនៅក្នុងផ្ទះទេគឺរឿងម៉ែបងឯងហ្នឹងអូនគិតថាបងឯងនេះគូតាយកម៉ែបងតើឲ្យបងស្រីបងឯងមើលហើយអូននេះពិបាកគប់ចិត្តម៉ែបងឯងណាឥឡូវនេះក៏ប៉ុន្តែបងម៉ែគាត់ចែកទ្រព្យសម្បត្តិនៅក្នុងភូមិឲ្យយើងទាំងអស់ហើយណាមួយបងស្រីគាត់អត់បានគេមរតកអីពីម៉ែផងហ្នឹងបើយើងយកម៉ែទៅឲ្យគាត់មើលបងគិតថាក្រែងចិត្តគាត់ណាណាមួយគាត់ក៏បានឲ្យលុយកាក់ម៉ែរាល់ខែដែរហើយរាល់ថ្ងៃនេះបងស្រីខំរកលុយខ្លួនឯងហ្នឹងប្តីគាត់នឹងមិនសូវជួយរកគាត់ទេហើយបងឯងបានគេពីម៉ែបងឯងមែនប៉ុន្តែបងឯងមកផ្ទះនៅកណ្ដាស់ព្រៃហើយនៅផ្លូវលំទៀនមិនណាច់រកស៊ីស្អីបានផងហ្នឹងបើសិនជាលោកវិញហ្នឹងក៏លោកមិនបានច្រើនដែរណាមួយបងស្រីបងឯងគាត់ធូរធារជាងយើងហើយគាត់ស្រឡាញ់ម៉ែស្រាប់ទៀនពួកយើងមកថែគាត់យូរឆ្នាំហើយអញ្ចឹងយើងគិតថាសងគុណគាត់រួចហើយបងយកម៉ែបងតើឲ្យបងស្រីបងឯងទៅហ្នឹងណាបងណាអញ្ចឹងក៏បានតាមចិត្តអូនឯងចុះចាប់បងអូនអរគុណច្រើនម៉ែឆ្នាំនឹងបងស្រីគាត់ទេមករកខ្ញុំគាត់ថាបានមកលេងពួកយើងទេប្រជុំនឹងអញ្ចឹងខ្ញុំគិតថានាំម៉ែទៅលេងបងស្រីវិញឥឡូវម៉ែរៀបចំអីវ៉ាន់ទេចាំខ្ញុំចាំពិតមែនឯកូនាំម៉ែទៅលេងបងស្រីខ្លួនឯងមែននេះម៉ែពិតជាសប្បាយចិត្តខ្លាំងណាស់បើអញ្ចឹងកូនឯងចាំម៉ែបន្តិចណាចាំម៉ែទៅរៀបចំអីវ៉ាន់សិនអញ្ចឹងតែប៉ុណ្ណេះយើងបាននៅស្រួលហើយមិនចាំបាច់នៅទៅមុខទៅមាន់ឃើញមុខធុញសឹងស្លាំតោះកូនម៉ែរៀបចំរួចហើយបងស្រីម៉ែប្អូនថ្លៃអាពៅខ្ញុំពិតជាសប្បាយចិត្តណាស់ដែលគ្រប់គ្នាមកលេងខ្ញុំបែបនេះហើយចុះកូនសុខសប្បាយអត់កូនម៉ែនេះពិតជាសប្បាយចិត្តខ្លាំងណាស់ហ្នឹងចាំម៉ែកូនសុខសប្បាយទេហើយចាំម៉ែវិញនោះសុខសប្បាយអត់ហើយសុខភាពម៉ែយ៉ាងម៉េចហើយអូម៉ែមិនអីទេសុខភាពម៉ែធម្មតាទីណាកូនកូនថាប្រហែលថ្ងៃទៀតកូននឹងទៅលេងម៉ែដែរនឹងប៉ុន្តែដល់ពេលឥឡូវនេះម៉ែក៏មកដល់ផ្ទះកូនតែម្ដងកូននេះពិតជាសប្បាយចិត្តណាស់ហើយចុះយ៉ាងម៉េចនឹងកូនម៉ែឮប្អូនកូនឯងនិយាយថាឆ្នាំនឹងកូនឯងរវល់ណាស់មិនបានទៅលេងម៉ែទេទើបគេនាំម៉ែមកលេងកូនឯងវិញណាមួយម៉ែក៏នឹកកូនទៀតខ្ញុំដឹងថាចារវល់រកស៊ីទើបមិនចង់ឲ្យទៅលេងម៉ែបានជានាំម៉ែមកលេងបងឯងវិញហ្នឹងណាមែនហើយចៃប្តីខ្ញុំខ្លាចចារវល់ទើបនាំម៉ែមកលេងចៃតែម្ដងទេដោយសារតែមួយរយៈនេះចារវល់ច្រើនពេកអញ្ចឹងបានជាមិនសូវបានទៅលេងម៉ែនឹងណានិយាយអញ្ចឹងប្តីខ្លួនឯងទៅណាហើយមិនបានជាមិនឃើញអញ្ចឹងអាកូនម៉ែអើយបងបរិនគាត់ទៅធ្វើការបាត់ហើយណាម៉ែតោះតែល្ងាចទៅគាត់មកវិញនិយាយអញ្ចឹងម៉ែប្អូនថ្លៃអូនធ្វើដំណើរហាត់ហើយនឹងចុះទៅលេងក្នុងសិនទេមិនអីទេបងខ្ញុំប្រហែលជាមិនបានចូលលេងទេដោយសារខ្ញុំនិងប្រពន្ធខ្ញុំមានធរៈបន្តិចណាមួយស្អែកនេះចូលធ្វើការផងមិនបាននៅយូរទេណាបងអញ្ចឹងពួកខ្ញុំសុំលាទៅវិញសិនហើយផ្ដាំសួរសុខទុក្ខបងថ្លៃផងណាបងបើអញ្ចឹងចៃខ្ញុំរកលាទៅវិញសិនហើយណាចៃពួកអានប្រញាប់ទៅវិញមិញណែញ៉ាំឲ្យផ្ទះបងសិនទេចាំទៅវិញណាអត់អីទេណាចៃព្រោះប្តីខ្ញុំគាត់ប្រញាប់ផងព្រោះខ្លាចយំអញ្ចឹងពួកខ្ញុំរកលាសិនហើយណាអញ្ចឹងអត់នៅទេសុខសប្បាយតាមផ្លូវណាចាចៃបើអញ្ចឹងខ្ញុំរកលាទៅវិញសិនហើយណាសុខសប្បាយណាម៉ែចៃខ្ញុំលាទៅវិញសិនហើយណានឹងហើយតោះមកចូលក្នុងទេតោះអូនតោះពួកយើងឆាប់ទេបូរិនមកហើយកូនមកញ៉ាំបាយសិនទៅហ្នឹង
បាទម៉ែហើយប្រពន្ធខ្ញុំទៅណាហើយម៉ែអូប្រពន្ធកូនឯងទៅចុងភូមិបន្តិចថាទៅរកទិញអីមកញ៉ាំនឹងហ្នឹងកូនអង្គុយមកចាំម៉ែទៅដុសបាយឲ្យហ្នឹងម៉ែឈប់សិនកូនមានរឿងចង់និយាយបន្តិចតាំងពីម៉ែមកនៅជាមួយពួកខ្ញុំមួយរយៈនេះពួកខ្ញុំចោះលុយខ្លាំងណាស់ម៉ែពិសាច្រើនទាទិញនេះទិញនោះមិនចេះចប់មិនចេះហើយពួកខ្ញុំរំតាន់ទេណាម៉ែហើយណាមួយពួកខ្ញុំមិនជាឃ្លាំងលុយទេណាម៉ែបើចំពោះដីកេររបស់ម៉ែវិញគឺម៉ែឲ្យទៅអាអូនទាំងអស់ប្រពន្ធខ្ញុំគ្មានបានអីមកបន្តិចផងនឹងមិនបាច់ជាកូននិយាយដាក់ម៉ែអញ្ចឹងម៉ែក្រមិនមានអីដីស្រែផ្ទះសំបែងកែអាកអីមានក៏មិនច្រើនចំណែកដីស្រែមួយកន្លែងនោះម៉ែបានលក់យកលុយមកឲ្យកូនធ្វើដើមទុនរកស៊ីអស់ហើយតើកូនចង់បានអីទៀតអាកូនថាមិញស្អីគេនឹងម៉ែលុយប៉ុណ្ណឹងយកមករកស៊ីមិនបានទៅម៉ែយកទៅទិញទូរស័ព្ទមួយគ្រឿងក៏មិនបានផងម៉ែរាល់ថ្ងៃនេះមានបានប៉ុណ្ណឹងសុទ្ធតែជាកម្លាំងញើសឈាមខ្ញុំនិងប្រពន្ធខ្ញុំទេណាម៉ែអូហ៊ុយខ្ញុំនិយាយជាមួយម៉ែខ្លាំងណាស់ម៉ែឯងទៅនៅជាមួយអូននៅស្រុកវិញទេខ្ញុំនេះគ្មានលុយឲ្យម៉ែហូបស្រាប់អញ្ចឹងទេណាម៉ែបូរិនមកហើយកូនមកញ៉ាំបាយសិនទៅហ្នឹងបាទម៉ែហើយប្រពន្ធខ្ញុំទៅណាហើយម៉ែអូប្រពន្ធកូនឯងទៅចុងភូមិបន្តិចថាទៅរកទិញអីមកញ៉ាំនឹងហ្នឹងកូនអង្គុយមកចាំម៉ែទៅដុសបាយឲ្យហ្នឹងម៉ែឈប់សិនកូនមានរឿងចង់និយាយបន្តិចតាំងពីម៉ែមកនៅជាមួយពួកខ្ញុំមួយរយៈនេះពួកខ្ញុំចោះលុយខ្លាំងណាស់ម៉ែពិសាច្រើនទាទិញនេះទិញនោះមិនចេះចប់មិនចេះហើយពួកខ្ញុំរំតាន់ទេណាម៉ែហើយណាមួយពួកខ្ញុំមិនជាឃ្លាំងលុយទេណាម៉ែបើចំពោះដីកេររបស់ម៉ែវិញគឺម៉ែឲ្យទៅអាអូនទាំងអស់ប្រពន្ធខ្ញុំគ្មានបានអីមកបន្តិចផងនឹងមិនបាច់ជាកូននិយាយដាក់ម៉ែអញ្ចឹងម៉ែក្រមិនមានអីដីស្រែផ្ទះសំបែងកែអាកអីមានក៏មិនច្រើនចំណែកដីស្រែមួយកន្លែងនោះម៉ែបានលក់យកលុយមកឲ្យកូនធ្វើដើមទុនរកស៊ីអស់ហើយតើកូនចង់បានអីទៀតអាកូនថាមិញស្អីគេនឹងម៉ែលុយប៉ុណ្ណឹងយកមករកស៊ីមិនបានទៅម៉ែយកទៅទិញទូរស័ព្ទមួយគ្រឿងក៏មិនបានផងម៉ែរាល់ថ្ងៃនេះមានបានប៉ុណ្ណឹងសុទ្ធតែជាកម្លាំងញើសឈាមខ្ញុំនិងប្រពន្ធខ្ញុំទេណាម៉ែអូហ៊ុយខ្ញុំនិយាយជាមួយម៉ែខ្លាំងណាស់ម៉ែឯងទៅនៅជាមួយអូននៅស្រុកវិញទេខ្ញុំនេះគ្មានលុយឲ្យម៉ែហូបស្រាប់អញ្ចឹងទេណាម៉ែអូនបងមានការចង់និយាយជាមួយអូនតិចមានការអ្វីដែរបងអូនបញ្ញាទៅធ្វើមកហូបឲ្យម៉ែហូបផងនេះមានអីក៏និយាយមកមួយរយៈនេះតាំងពីម៉ែមកនៅជាមួយពួកយើងមកយើងចាយវាយលុយអស់ច្រើនណាស់បងគិតថាចង់នាំគាត់ទៅឲ្យអូនមើលថែគាត់វិញបងថាម៉េចបងចង់យកម៉ែទៅនៅជាមួយអូនវិញម៉ែទៅតែមិននៅមិនតាន់បាន2ខែផងបងរអ៊ូថាអស់លុយច្រើនហើយលុយនឹងជារបស់បងមែនលុយទាំងអស់ហ្នឹងគឺជារបស់អូនជាអ្នកឲ្យនឹងប៉ុន្តែមើលតែគាត់ចាស់ហើយទាទិញនេះទិញនោះមិនចេះចំមិនចេះហើយបងនេះធុញខ្លាំងណាស់បងមិនខ្វល់ទេឲ្យម៉ែទៅនៅជាមួយអូនវិញទេអូនបងមានការចង់និយាយជាមួយអូនតិចមានការអ្វីដែរបងអូនបញ្ញាទៅធ្វើមកហូបឲ្យម៉ែហូបផងនេះមានអីក៏និយាយមកមួយរយៈនេះតាំងពីម៉ែមកនៅជាមួយពួកយើងមកយើងចាយវាយលុយអស់ច្រើនណាស់បងគិតថាចង់នាំគាត់ទៅឲ្យអូនមើលថែគាត់វិញបងថាម៉េចបងចង់យកម៉ែទៅនៅជាមួយអូនវិញម៉ែទៅតែមិននៅមិនតាន់បាន2ខែផងបងរអ៊ូថាអស់លុយច្រើនហើយលុយនឹងជារបស់បងមែនលុយទាំងអស់ហ្នឹងគឺជារបស់អូនជាអ្នកឲ្យនឹងប៉ុន្តែមើលតែគាត់ចាស់ហើយទាទិញនេះទិញនោះមិនចេះចំមិនចេះហើយបងនេះធុញខ្លាំងណាស់បងមិនខ្វល់ទេឲ្យម៉ែទៅនៅជាមួយអូនវិញទេកូនបូរិនមកញ៉ាំបាយណាកូនព្រោះប្រពន្ធកូនឯងគេមិននៅទេស្អីគេម៉ែឆាទៀតហើយម៉ែដឹងអន់ថាខ្ញុំនេះអត់ចូលចិត្តឆាទេមើលឲ្យប្រែអញ្ចឹងអាណាហូបកើនប៉ុន្តែម៉ែថាវាមិនប្រែទេណាកូន
ហើយវាក៏មិនមានអីនៅក្នុងទូម៉ែនេះឃើញតែបន្លែនឹងសាច់បន្តិចនឹងបានជាម៉ែនេះឆាហូបទៅឲ្យម៉ែសុំទោសផងហ្នឹងម៉ែមិនដឹងថាកូនមិនចូលចិត្តឆានោះមិនដឹងជាស្អីទេហើយលុយដែលប្រពន្ធខ្ញុំឲ្យនោះម៉ែមិនក៏មិនយកទៅទិញម្ហូបទេម៉ែទុកលុយនឹងធ្វើអីហ៊ុយធុញខ្លាំងណាស់បើមិននេះទេម៉ែទៅនៅជាមួយអូននៅស្រុកវិញទេខ្ញុំទៅហើយស៊ីមិនចូលម៉ែខំថ្នាក់ថ្នមកូនតាំងពីតូចមកថ្នមពេកទៅកូនឆោនបានមិនអីនោះទេកូននៅបានសុខចោះហ្នឹងកូនពីរ3នាក់ម៉ែអាចចិញ្ចឹមកូនបានប៉ុន្តែនៅពេលនេះបែរជាកូនធុញទ្រាន់នឹងម៉ែទៅវិញម៉ែនឹងដើរចេញពីពួកកូនឲ្យឆ្ងាយកុំឲ្យរងទុក្ខដល់កូនម៉ែអើយម៉ែបាត់ទៅណាហើយម៉ែអើយបើមិនឃើញម៉ែអត់នឹងខ្ញុំរាប់ម៉ែមិនឃើញសោះមិនដឹងថាគាត់ទៅណាបាត់នោះទេខ្ញុំពិតជាបារម្ភពីគាត់ណាស់បងមិនដឹងនោះទេតិចគាត់ទៅផ្ទះអូនវិញហើយទីដឹងអូនសាកសួរអូនមើលទេអាឡូអូនមិនឃើញម៉ែអត់បងដើររកអស់ហើយប៉ុន្តែនៅតែមិនឃើញម៉ែទៀតថាខាងអូនឯងមិនឃើញម៉ែអត់នឹងបាទបងមិនឃើញម៉ែទេក្រែងម៉ែនៅជាមួយបងស្រីមិនបានជាមកសួរខ្ញុំទៅវិញម៉ែមិនដឹងថាម៉ែបាត់ទៅណាទេខំដើររកគាត់មិនឃើញសឹងចាំតែណាបងតដាជួយរកម៉ែដែរហើយបងបានប្តឹងប៉ូលីសហើយណានៅតែបងមិនទាន់បានប្តឹងប៉ូលីសទេបានចឹងបងចាំប្តឹងប៉ូលីសឲ្យផងចឹងម៉ែដឹងខ្លួនឡើងណាម៉ែដឹងខ្លួនឡើងកុំទៅចោលកូនអីណាម៉ែកូនដឹងខុសហើយម៉ែដឹងខ្លួនឡើងឲ្យកូនសុំទោសណាម៉ែដឹងខ្លួនឡើងម៉ែកុំទៅចោលកូនអីណាម៉ែកូនស្រឡាញ់ម៉ែដឹងខ្លួនឡើងកុំទៅចោលកូនអីម៉ែកូនប្រសាម្នាក់នេះសុំទោសផងណាម៉ែកូនដឹងខុសហើយណាម៉ែដែលកូនប្រសាម្នាក់នេះស្ដីបន្ទោសថាឲ្យម៉ែឲ្យកូនសុំទោសផងម៉ែម៉ែស្ដីថាមួយម៉ាន់កូនដើរចេញបានទាំងចង់កំហឹងកូនអើយកូនម៉ែប្រែចិត្តដោះម្លឹងចិញ្ចឹមធំឆ្អឹងប្រែខាងព្រះរស់កូនម្ដាយធំណាស់កូនកុំធ្វើផ្ដាំងក្រឡាស់តបឆ្លោះបាបធ្ងន់ណាស់ពើពាក្យជ្រៅជាងជ្រោះប្រយ័ត្នជួបគ្រោះព្រោះមិនស្គាល់ម៉ែ